ពួកព្រាមនឹងចូលទៅមើលនាងសិនថានាងស្អាតមែនអត់សាក់សោមួយព្រះរាជាទេដល់ចូលទៅមើលទៅឃើញនាងនឹងស្អាតមែនស្អាតរហូតដល់ខ្លួនឯងវិញខ្លួនឯងទប់អារម្មណ៍វាអត់បានដល់ពេលខ្លួនឯងវិញទៅអាខ្លះយកបាយមកញុកភ្នែកខ្លះយកបាយមកញុកក្លៀកស្រីស្លើវិញអស់ដល់ក្រោយមកដឹងខ្លួនមានភាពអាម៉ាស់ខ្លួនឯងខ្មាស់គេទប់អារម្មណ៍អត់បានឃើញនាងស្អាតពេកគួរណាស់តែទទួលស្គាល់ថានាងស្អាតតែអត់ទទួលស្គាល់ទេដើម្បីបិទបាំងនៅភាពអាម៉ាស់របស់ខ្លួនបិទបាំងការពិតដែលខ្លួនឯងទ្រាំអត់បានពេលឃើញគេស្អាតពេកខ្លួនឯងងប់ងល់ជាមួយនាងតែបើប្រាប់ថាខ្លួនឯងងប់ងល់ខ្លួនឯងឃើញគេស្អាតវាដូចជាអន់ពេកមែនទេអញ្ចឹងក៏ប្រាប់គេទៅថានាងនឹងអត់ស្អាតទេនាងនឹងបិសាចព្រះអង្គមិនគួរយកនាងនឹងទេនាងនឹងអាក្រក់ណាស់បិសាចតែធៀបពិតខ្លួនឯងនឹងស្រឡាញ់គេរហូតដល់ឃើញគេវង្វេងតែមិនទទួលស្គាល់ការពិតថ្ងៃមុនអ្នកគ្រូបានតបវីដេអូសំណេរដែលគាត់ថាអ្នកគ្រូលក់ក្បួនហ្វឹកហាត់សេដុំភេទបុរសក្រែងអ្នកកាន់សិលប្រពុតមិនហាមទេឬគាត់ធ្លាប់ស្ដាប់លោកទេសពីមុនមកថាកិលេសជាអ្វីដែលគួរលះបង់ហើយលក់ដូរអញ្ចឹងវាមិនមែនជាការជំរុញកិលេសទេឬរាប់ទុកថាសំណេររបស់គាត់ជាសំណួរបែករាប់ទុកថាជាសំណួរបណ្ឌិតណាព្រោះសំណួររបស់គាត់មានប្រភពថាគាត់ធ្លាប់បានស្ដាប់លោកទេសអីអញ្ចឹងទៅថាកិលេសគួរលះបង់សួរថាត្រូវទេត្រឹមត្រូវ 100% ព្រះសម្មាសម្ពុទ្ធសម្ដែងពីកិលេសថាជាអ្វីដែលយើងត្រូវលះតែដល់ពេលណាដែលយើងនិយាយរឿងលះមិនមែនត្រូវដើរចេញខ្ពើមរអើមឲ្យពលតេះដៀលកិលេសនោះមិនមែនទេកិលេសជាអ្វីដែលយើងត្រូវលះក៏ប៉ុន្តែលះឲ្យវាត្រូវបើយើងលះអត់ត្រូវយើងមានទោសទៀតព្រះសម្មាសម្ពុទ្ធសម្ដែងថាកិលេសជាអ្វីដែលយើងគួរលះសួរថាត្រូវទេគឺត្រូវតែវិធីលះដែលព្រះអង្គណែនាំគឺឲ្យត្រឹមត្រូវហើយមានសិក្ខាបទមានវិធីខ្លះអាស្រ័យលើកាលវេលាវិធីខ្លះយើងត្រូវគោរពសិក្ខាបទអញ្ចឹងព្រះអង្គប្រាប់វិធីត្រឹមត្រូវតែបើយើងឮថាកិលេសគួរលះបង់យើងទៅខ្ពើមទៅមើងងាយឬទៅខ្លាចទៅរត់គេចក៏វាអត់ត្រូវដូចសម័យមុនភិក្ខុខ្លះរាគៈកើតអាអូនតូចងើបបានន័យថាប្រដាប់ភេទងើបដល់លោកអត់បានសិក្សាត្រឹមត្រូវចង់បង្ក្រាបកិលេសហ្នឹងស្រាប់តែកាត់ប្រដាប់ភេទចោលដល់ព្រោះគិតថាដោយសារប្រដាប់ភេទហ្នឹងឯងដែលនាំឲ្យមានកិលេសហើយលើពពុទ្ធថាកិលេសគួរលះក៏កាត់ចោលទៅដល់ព្រះអង្គត្រឡប់មកវិញព្រះអង្គតេះដៀលថាជាមោខៈបុរសជាបុរសអត់ប្រយោជន៍អ្នកឯងធ្វើនៅរឿងដែលមិនគួរធ្វើកិលេសនៅក្នុងចិត្តដែលវិធីលះគឺមានវិធីអ្នកឯងទៅធ្វើរឿងដែលមិនត្រឹមត្រូវមិនមែនជាវិធីដែលប្រពុតណែនាំមិនមែនជាវិធីដែលធ្វើឲ្យគេមានសទ្ធានោះទេអញ្ចឹងព្រះអង្គតេះដៀលភិក្ខុដែលកាត់លឹងកាត់ប្រដាប់ភេទហ្នឹងហើយព្រះអង្គបញ្ញត្តិទៀតអ្នកណាអត់មានប្រដាប់ភេទព្រះអង្គអត់ឲ្យបួសអញ្ចឹងបានន័យថារឿងភេទរឿងអីហ្នឹងគឺវាជាអ្វីដែលយើងគួរយល់ដឹងវានៅក្នុងកិលេសទេគឺកិលេសតែយើងត្រូវយល់ដឹងពីកិលេសនិងយល់ពីការចាក់ចែងឲ្យបានត្រឹមត្រូវដោយក៏សួរចឹងអ្នកគ្រូលក់អញ្ចឹងមិនមែនជាការជំរុញកិលេសទេសំណួរនេះវាល្អដោយអ្នកគ្រូនិយាយចឹងពីខុសខ្លះកើតតនសម័យប្រពន្ធនៅតែមិនយល់ដឹងផងបានតែបួសនៅក្នុងសាសនាព្រះអង្គផ្ទាល់ផងនៅតែធ្វើរឿងដែលព្រះអង្គតេះដៀលចុះទៅនិយាយអីយកសម័យយើងអ្នកខ្លះអត់ដែរមើលតម្រាបីដកអីផងហ្នឹងលើតែរឿងលឹងរឿងប្រដាប់ភេទសុខភាពប្រុសស្រីតេះដៀលយកហ្មងអត់បានសិក្សាទេចឹងវាធ្វើឲ្យកិលេសរបស់យើងវាកប់នៅក្នុងហ្នឹងយើងអត់បានសិក្សាដោយអ្នកគ្រូត្រឡប់មកវិញអ្នកគ្រូលក់ក្បួនហ្វឹកហាត់សាច់ដុំបំពង់អាងតាកេបុរសមែនទេសួរជំរុញកិលេសហេបើយើងមានចេតនាជំរុញវានឹងជំរុញតែពាក្យថាជំរុញមួយម៉ាត់មិនមែនតែលក់ក្បួនលក់ស្រោមអនាម័យលក់ទឹករំអិលរឿងរួមភេទអីយើងគិតថាជំរុញកិលេសមិនមែនទេរឿងកិលេសជំរុញឲ្យតែយើងមានចេតនាជំរុញទោសៈកិលេសក៏មានឥឡូវអ្នកគ្រូឧទាហរណ៍កិលេសទោសៈមួយបើយើងទៅណែនាំគេប្រាប់គេដុតកំហឹងគេធ្វើឲ្យអ្នកនេះខឹងអ្នកនោះចង់គំនុំអ្នកនេះចង់គំនុំអ្នកនោះចង់ស្លាប់អ្នកនេះចង់ព្យាបាទអ្នកនោះចង់ធ្វើឲ្យអ្នកនោះអស់ទ្រព្យបំផ្លិចបំផ្លាញគេចង់ធ្វើឲ្យអ្នកនោះខាតប្រយោជន៍ធ្វើឲ្យស្អប់ប្រទេសនេះស្អប់តំបន់នោះធ្វើឲ្យអ្នកដទៃជេរអ្នកនេះជេរអ្នកនោះទាំងអស់ហ្នឹងសុទ្ធតែជំរុញឲ្យគេបង្កើតទោសៈឬក៏សំបីតែយើងសប្តាហ៍ថ្ងៃយើងដែរឃើញហ៎មានវីដេអូខ្លះនិយាយចេញមកស្ដាប់ទៅឲ្យយើងខឹងអ្នកនេះខឹងអ្នកនោះស្អប់ប្រទេសនេះប្រទេសនោះជនជាតិនេះជនជាតិនោះទាំងដែលអ្នកធ្វើនោះអាចជាជនជាតិយើងឬក៏ជនជាតិគេទាំងអស់ហ្នឹងសុទ្ធតែជាការជំរុញនៅកិលេសទោសៈឥឡូវចូលទី2កិលេសលោភៈដោយអ្នកគ្រូលក់ដូរចឹងវានៅក្នុងកិលេសលោភៈហើយគ្រប់គ្នាគ្រប់មុខរបរគឺយើងរស់នៅក្នុងកិលេសលោភៈហ្នឹងកិលេសឃើញដោយភ្នែករូបស្អាតបើយើងប្រមូលឃោសនាថាអូនទិញទៅប្រើទៅអូនលៀបទៅនឹងធ្វើឲ្យគេងប់ងល់គេវង្វេងគេឃើញអូនបាត់សតិបាត់ស្មារតីហ្មងអាហ្នឹងយើងជំរុញផ្នែកកិលេសរូបអញ្ចឹងកាមគុណទាំង5ហ្នឹងវាមានទោសដូចគ្នាបើយើងជំរុញឲ្យគេងប់ងល់យើងក៏មានទោសហើយបើអ្នកនោះពេលខ្លះគេអត់ជំរុញទេតែគាត់ជាប់ជាពាក់ខ្លួនឯងអាហ្នឹងរឿងរបស់គាត់
អ្នកខ្លះគេលក់ដូររូបធម្មតាគេរូបស្អាតគេកាត់ដោយបនស្អាតចឹងទៅសម្លេងគេព្រោះក្លិនគេក៏អូបអាហារហ្នឹងក៏ហូបឆ្ងាញ់ផតពៈគេហ្នឹងក៏កក់ក្ដៅប៉ះទៅវាសុខស្រួលបនរបស់គេមានគ្រប់យើងជាប់ជាពាក់ខ្លួនឯងអាហ្នឹងរឿងខ្លួនឯងទេផតពៈដូចសម័យមួយមាននាងមួយកាត់ដោយបនរូបអាក្រក់ទាំងអស់តែបនរបស់នាងគឺផតពៈហ្នឹងគ្រាន់តែប៉ះគឺជ្រុតជ្រាបហ្មងបានន័យថារាងកាយប៉ះតាណាក៏ជាប់ស្អិតដែរឈ្មោះថានាងបញ្ចប៉ាប៉ាបើអ្នកឯងមើលងាយថាអូយអីក៏អាក្រក់ម៉េះគ្រាន់តែប៉ះនាងនឹងភ្លាមស្រឡាញ់នាងនឹងផ្លែតអញ្ចឹងបុរសណាក៏ដោយឲ្យតែមើលងាយនាងគ្រាន់តែទៅប៉ះនាងផ្លែតគឺស្រឡាញ់នាងងប់ងល់ហ្មងឬក៏នាងនឹងដើរទៅប៉ះទៅកាន់ក៏ដោយបើដឹងថាប្រុសនឹងមើលងាយនាងនាងដើរទៅកាន់ទៅប៉ះគឺស្រឡាញ់ហ្មងច្បាស់ជាជាប់ជំពាក់អានឹងកម្មគុណផ្នែកផតពៈអញ្ចឹងមានមនុស្សជាច្រើនដែលគាត់អត់បានសិក្សាពីកម្មគុណ5បានន័យថាយើងរស់នៅក្នុងសង្គមយើងអាចគិតថាអ្នកនេះល្អអ្នកនោះមិនល្អក៏ប៉ុន្តែយើងត្រូវមើលច្បាប់ស្របបានន័យថាប្រទេសឬច្បាប់សង្គមហើយស្របជាមួយនឹងច្បាប់ចក្រវាឡដែលព្រះសម្មាសម្ពុទ្ធសម្ដែងឥឡូវដូចជាច្បាប់ប្រទេសគេហាមប្រភេទមេរ័យរឿងថ្នាំញៀនហាមទេហាមអ្នកប្រើថ្នាំញៀនគឺមានទោសតែច្បាប់យើងអត់ហាមរឿងសូរ៉ាទេច្បាប់សង្គមយើងអត់ហាមរឿងសូរ៉ាផឹកសូរ៉ាបានមែនទេតែច្បាប់ចក្រវាឡព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងយើងផឹកសូរ៉ាដោយចេតនាគឺមានទោសប្រមាថអញ្ចឹងនៅពេលណាដែលយើងយកធម្មៈរបស់ព្រះសម្មាសម្ពុទ្ធមកប្រើអធិប្បាយថាពិសាសូរ៉ាមានទោសតែមនុស្សជាច្រើនទូទាំងប្រទេសគេផឹកគ្រប់គ្នាហ្នឹងអញ្ចឹងនៅពេលណាដែលយើងនិយាយពីសូរ៉ាមានទោសគេជេរត្រូវទេគឺត្រូវព្រោះមនុស្សជាច្រើនគេផឹកព្រះសម្មាសម្ពុទ្ធសម្ដែងពីមុខរបរខុសចិញ្ចឹមជីវិតខុសដូចជាសម្រាប់សត្វព្រះអង្គសម្ដែងថាសម្រាប់សត្វទៅមានទោសក៏មានគេជេរព្រោះមនុស្សគិតថាដោយសារមានអ្នកហូបបានគេសម្លាប់បើគ្រប់គ្នាចុះហូបទៅគេលែងសម្លាប់ហ៎អញ្ចឹងពេលណាដែលយើងនិយាយពីការសម្លាប់ទៅមានទោសគេជេរត្រូវហ៎គឺត្រូវព្រោះបើយើងនិយាយហាមទៅអាចនឹងប៉ះពាល់គេយ៉ាងណាដូចអ្នកគ្រូលោកក្បួនហ្វឹកហាត់សេចក្ដីបំពងអាងតាគៀសុខភាពបុរសស្ត្រីប្តីប្រពន្ធហ្នឹងអ្នកគ្រូនិយាយចំរឿងផ្លូវភេទសេចក្ដីភេទធ្វើឲ្យអ្នកខ្លះទៀតគាត់លើតែរឿងភេទគាត់ជាប់ជំពាក់ងប់ងល់រឿងភេទនឹងខ្លាំងមិនមែនគាត់ខ្ពើមែនណាបានន័យថាគាត់ងប់ងល់រឿងភេទខ្លាំងគាត់ផ្ដោតសំខាន់រឿងភេទខ្លាំងអញ្ចឹងនៅពេលណាដែលយើងគិតថាកម្មគុណភេទហ្នឹងវាខ្លាំងវាសំខាន់ដល់ពេលគេលក់ដូរទៅវាប៉ះពាល់អារម្មណ៍ផ្លូវចិត្តគាត់គិតថាមុខរបរហ្នឹងវាទៅជាមិនល្អវិញសួរថាហេតុអីព្រោះមិនព្រមទទួលយកនៅការពិតអ្នកគ្រូឧទាហរណ៍រឿងមួយដូចជារឿងនាងអូម៉ាតន្តីនាងស្អាតមែនតែនបុរសណាឃើញហើយវិញក្រោយមកគេលើកឲ្យព្រះរាជាគេក៏បញ្ជូនព្រាហ្មណ៍ទៅពួកព្រាហ្មណ៍នឹងចូលទៅមើលនាងសិនថានាងស្អាតមែនអត់ស័ក្តិសមមួយព្រះរាជាទេដល់ចូលទៅមើលទៅឃើញនាងនឹងស្អាតមែនស្អាតរហូតដល់ខ្លួនឯងវិញខ្លួនឯងទប់អារម្មណ៍វាអត់បានដល់ពេលខ្លួនឯងវិញទៅអាខ្លះយកបាយមកញុកភ្នែកខ្លះយកបាយមកញុកក្លៀកស្រីស្លើវិញអស់ដល់ក្រោយមកដឹងខ្លួនមានភាពអាម៉ាស់ខ្លួនឯងខ្មាស់គេទប់អារម្មណ៍អត់បានឃើញនាងស្អាតពេកគួរណាស់តែទទួលស្គាល់ថានាងស្អាតតែអត់ទទួលស្គាល់ទេដើម្បីបិទបាំងនៅភាពអាម៉ាស់របស់ខ្លួនបិទបាំងការពិតដែលខ្លួនឯងទ្រាំអត់បានពេលឃើញគេស្អាតពេកខ្លួនឯងងប់ងល់ជាមួយនាងតែបើប្រាប់ថាខ្លួនឯងងប់ងល់ខ្លួនឯងឃើញគេស្អាតវាដូចជាអន់ពេកមែនទេបើប្រាប់គេថាខ្ញុំស្រឡាញ់នាងនឹងតែនាងនឹងគួរណាស់តែបានព្រះរាជាគេឲ្យខ្លួនមកមើលថានាងស្អាតមែនអត់ដើម្បីបញ្ជូនឲ្យព្រះរាជាមែនទេដល់ខ្លួនមកមើលខ្លួនងប់ងល់ខ្លួនឯងចង់បានខ្លួនឯងវាវែងខ្លួនឯងតែបើទៅប្រាប់គេថាស្រឡាញ់គេរហូតដល់វែងមិនកើតអញ្ចឹងក៏ប្រាប់គេទៅថានាងនឹងអត់ស្អាតទេនាងនឹងបិសាចព្រះអង្គមិនគួរយកនាងនឹងទេនាងនឹងអាក្រក់ណាស់បិសាចតែធៀបពិតខ្លួនឯងនឹងស្រឡាញ់គេរហូតដល់ឃើញគេវែងតែមិនទទួលស្គាល់ការពិតយ៉ាងណាអ្នកគ្រូលោកក្បួនហ្វឹកហាត់សេចក្ដីភេទបុរសហ្នឹងមានបុរសមួយចំនួនគឺមនុស្សស្រីមួយចំនួនភាគច្រើនគឺអញ្ចឹងសួរខ្លួនមានប្តីមានប្រពន្ធទេមានចំណងរឿងផ្លូវភេទទេមានតែដល់ពេលអ្នកគ្រូនិយាយចំទៅវាប៉ះពាល់អារម្មណ៍មានបុរសខ្លះគាត់ខ្សោយគាត់អសមត្ថភាពខ្សោយរឿងហ្នឹងតែសួរថាទទួលស្គាល់ការពិតទេអត់វាប៉ះពាល់អារម្មណ៍មានបុរសខ្លះហ្នឹងប្រពន្ធប្រាប់ថាបងអញខ្សោយម៉េះសួរថាគាត់ខ្សោយមែនទេខ្សោយមែនតែគាត់ទទួលទេអត់អញ្ចឹងត្រូវធ្វើម៉េចមកពីថ្ងៃហ្នឹងវាល្មមមានស្រីឆាតមកប្រាប់អ្នកគ្រូច្រើនអញ្ចឹងមិនព្រមទទួលស្គាល់ការពិតក៏គិតថាហ្នឹងវាអត់ល្អទេអត់កើតទេនិយាយចឹងអត់ល្អទេអញ្ចឹងដល់ពេលគាត់ជេរត្រូវទេគឺត្រូវតែសួរគាត់មានប្តីមានប្រពន្ធទេមានតែគឺដូចអញ្ចឹងដូចព្រាហ្មណ៍ដែលតើមើលនាងអូម៉ាតន្តីអញ្ចឹងគឺមិនទទួលស្គាល់នៅភាពខ្សោយរបស់ខ្លួនប៉ុន្តែដូចអ្នកគ្រូនិយាយចឹងណាកម្មគុណ5វាមិនមានអីពូកែជាងគ្នាលើគ្នាទេមិនថារួមភេទនឹងប្រសើរជាងរូបមិនថារូបនឹងប្រសើរជាងសម្លេងឬក៏សម្លេងនឹងល្អជាងរសគឺអត់ទេជាប់ជំពាក់ដូចគ្នាមានទោសដូចគ្នាតែក៏មានសុខមានទុក្ខដូចគ្នាអញ្ចឹងយើងត្រូវយល់ពីវានៅកដាលចាំវីដេអូបន្តអ្នកគ្រូមកនិយាយពីអ្នកដែលជាប់ជាមួយនឹងរសអាហារសុខចិត្តលះបង់ទ្រព្យសម្បត្តិលះបង់រាជសម្បត្តិលះបង់ស្រីលះបង់ស្នំ
mà hệ xây sát bẹp na cả đó sọc chặt chạ chành oi tờ bán hộp chứ ngành chăm nhà kêu mô để dây bị tru tru rồi bóp pre riêng của bóp pre chưa mùi óng đại chia đất rồi bóp pre ong cái miền lốp chóp khăn ca mà con này rùa đây mà ai đọ chặt bàn miền này na trong sắp chui comment định mà nè